សូមស្វាគមន៍កាន់ channel តើរៀនបាទថ្ងៃនេះជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានExcel ខ្លីមួយដើម្បីចែកជូនបងប្អូនឃើញហើយខ្ញុំដាក់ចំណងជើងរបៀបបំលែងថ្ងៃកាលឆ្នាំទៅជាបាទឧទាហរណ៍ខ្ញុំមានអក្សរចឹងទៅឡើងទៅជាខ្មែរចិនចឹងទៅបាទឥឡូវតើទៅធ្វើទាំងអស់គ្នាខ្ញុំលុបចេញសិនបាទដើម្បីបំលែងថ្ងៃខែជាភាសាអង់គ្លេសនេះឲ្យទៅជាថ្ងៃខែខ្មែរបានតើតែយើងចូលទៅ format format នៅក្នុង custom សិនឥឡូវដើម្បី format បានខ្ញុំ select កលឹមទាំងអស់សិនclick កលឹមថ្ងៃខ្មែរនេះសិនហើយខ្ញុំចុច control លេខ1 control លេខ1ចូលទៅ format លឿន shortcut control បូកលេខ1បាទអញ្ចឹងចេញមកនេះខ្ញុំដាក់ហើយឥឡូវខ្ញុំមានម្ដងហើយអញ្ចឹងខ្ញុំគាត់ទៅផាបងប្អូននេះលេខកូដដែលយើងត្រូវដាក់ដើម្បីបំលែងពីថ្ងៃខែអង់គ្លេសមកខែខ្មែរអញ្ចឹងទៅនេះយើង format ដូចធម្មតាតែ D នេះជាលេខអញ្ចឹងទៅម៉ានអញ្ចឹងទៅ4ដងអញ្ចឹងទៅខែពេញអញ្ចឹងទៅបើយេអញ្ចឹងទៅដូចធម្មតាហើយខ្ញុំគាត់ទៅយកថ្ងៃខែពីនេះមកបងប្អូនឃើញថ្ងៃអាទិត្យជូន2025អញ្ចឹងថ្ងៃអាទិត្យទី15មិថុនាហ្នឹងមិនខែជូនដល់បើคลิกមកបាទឃើញវាចេញមកថ្ងៃខែចិនដូចគ្នាថ្ងៃខែចិនដូចគ្នាយើង select ទាំងអស់មកចុច control លេខ1នោះដើម្បីចូលទៅ format ប៉ុន្តែដោយសារតែនេះខ្ញុំ format ហើយអញ្ចឹងលេខកូដវាចាញ់ខ្ញុំដាក់នៅចំណងជើងវីដេអូកូដភាសានេះគេហៅ local region code បាទសម្រាប់ថ្ងៃខែភាសាចិនយើងមាន$ZH.cn ហ្នឹងទៅហើយឆ្នាំតែភាសាចិនពីច្រើនគេដាក់ឆ្នាំមកមុនអញ្ចឹងបានខ្ញុំformat ទៅជាឆ្នាំមុនហើយខែបានថ្ងៃអញ្ចឹងខ្ញុំអូខេទៅតែមកខ្ញុំទាញឆ្នាំនេះគ្នាបងប្អូនឃើញ2025 6នេះខែ6ជានឹងខែទី15ស៊ីនជារឹហ្នឹងថ្ងៃទឹកបាទខ្ញុំ double click ទៅឃើញស៊ីនជាថ្ងៃច័ន្ទស៊ីនជាថ្ងៃគេថ្ងៃគីអញ្ចឹងទៅស៊ីនជាសានខែ6គ្នាស៊ីនជាសឹកស៊ីនជាអូនេះថ្ងៃសុក្រស៊ីនជាលាវថ្ងៃសៅរ៍បាទអរគុណច្រើនបងប្អូនមានចម្ងល់សូមបងប្អូន comment នៅខាងក្រោមវីដេអូខ្ញុំបាទ